ភាសាអង់គ្លេសគឺរីករាយ Hello អ្នកស្ដាប់ទាំងអស់គ្នានាងខ្ញុំវឌ្ឍនា How are you អ្នកកំពុងតែស្ដាប់នៅកម្មវិធី English is fun ភាសាអង់គ្លេសគឺរីករាយដោយធម្មតាអញ្ចឹងថមនឹងទេវីនៅជាមួយខ្ញុំដែរ Hello. Hello. នៅក្នុងកម្មវិធី5បន្តទៅនេះយើងនឹងរៀនអំពីវត្ថុវិញម្ដងឥឡូវនេះពួកយើងចូលមេរៀនទី21 នៃ English is fun ទាំងអស់គ្នា English is fun. Learn. ផ្ដើមសិក្សា នៅក្នុងមេរៀន5បន្តទៅនេះយើងនឹងរៀនអំពីវត្ថុដោយឡែកនៅក្នុងមេរៀននេះយើងរៀនពីរបៀបនិយាយថាតើវត្ថុទាំងនោះនៅឯណានៅក្នុងសន្ទនាថ្ងៃនេះទេវីបានបាត់ទូរស័ព្ទដៃរបស់នាងតើថមអាចជួយនាងរកទូរស័ព្ទឃើញទេសូមអ្នកទាំងអស់គ្នាស្ដាប់នៅការសន្ទនាថ្ងៃនេះសិន Where's my mobile phone? Tom, is it under the desk? No. Is it in my bag? No. Is it on my bed? No. Ah, here it is. It's in the kitchen. ស្ដាប់ទៅហាក់បីដូចជាពួកគេបានរកឃើញទូរស័ព្ទនោះឃើញហើយសូមស្ដាប់ម្ដងទៀតមើល Where's my mobile phone? Tom, is it under the desk? No. Is it in my bag? No. Is it on my bed? No. Ah, here it is. It's in the kitchen. តោះឥឡូវពួកយើងទៅរៀនជាមួយគ្នា ផ្ដើមសិក្សា Learn. សូមស្ដាប់នៅការសន្ទនាម្ដងមួយឃ្លាជាដំបូងទេវីសួរខ្លួននាងថា Where's my mobile phone? តើទូរស័ព្ទដៃខ្ញុំនៅឯណា Where's គឺជាទម្រង់ខ្លីរបស់ពាក្យថា Where is Mobile phone ប្រែថាទូរស័ព្ទដៃសូមថាតាមទេវី Where's my mobile phone? បន្ទាប់មកនាងក៏សួរទៅថមថា Is it under the desk? តើវានៅក្រោមតុឬ Under មានន័យថានៅក្រោមហើយ desk មានន័យថាតុសូមស្ដាប់ហើយថាតាម Desk. Desk. Under. Under. Under the desk. Is it under the desk? Is it under the desk? បន្តមកទៀតនាងក៏សួរទៅថមឲ្យរកនៅក្នុងកាបូបរបស់នាង Is it in my bag? តើវានៅក្នុងកាបូបរបស់ខ្ញុំឬ In មានន័យថានៅក្នុងហើយ bag មានន័យថាកាបូបសូមថាតាមទេវី Bag. Bag. In my bag. In my bag. Is it in my bag? ចុងក្រោយនាងសួរថមឲ្យរកមើលនៅលើគ្រែរបស់នាងម្ដង Is it on my bed? តើវានៅលើគ្រែរបស់ខ្ញុំឬ On មានន័យថានៅលើហើយ bed គឺគ្រែអញ្ចឹងសូមថាតាមទេវីម្ដងទៀត Bed. Bed. On. On. On my bed. Is it on my bed? ថមក៏ឆ្លើយថាទេចំពោះសំណួរទាំង3នេះទីបំផុតទូរស័ព្ទក៏រកហើយគាត់ក៏រកវាឃើញតែម្ដងទៅនៅពេលដែលគាត់រកឃើញគាត់និយាយថា Ah, here it is. It's in the kitchen. វានៅទីនេះវានៅក្នុងផ្ទះបាយ Here it is គឺជាឃ្លាមួយដែលអ្នកអាចឮនៅពេលដែលនរណាម្នាក់និយាយពេលដែលគេរកអ្វីមួយឃើញ
kitchen គឺផ្ទះបាយ It's in the kitchen សូមថាតាមថម Kitchen. Kitchen. In the kitchen. It's in the kitchen. អញ្ចឹងតើអ្នកនិយាយយ៉ាងម៉េចបើអ្នកចង់និយាយថាវានៅក្នុងផ្ទះបាយល្អណាស់ It's in the kitchen ឥឡូវសាកថាវានៅក្នុងកាបូបរបស់ខ្ញុំជាភាសាអង់គ្លេសមើល It's in my bag ត្រឹមត្រូវឥឡូវយើងបានអនុវត្តពាក្យទាំង3នេះជាភាសាអង់គ្លេសដែលប្រាប់យើងឲ្យដឹងថាតើវត្ថុអ្វីមួយនៅទីណាតើអ្នកអាចដឹងពាក្យទាំង3នេះនៅក្នុងប្រយោគទាំងនេះទេ Under the desk. In my bag. On my bed. តើអ្នកស្ដាប់តន់ឬទេ Under នៅក្រោម In នៅក្នុងហើយ On នៅលើទាំងអស់នេះសុទ្ធតែជាពាក្យដែលមានប្រយោជន៍នៅពេលដែលអ្នកចង់និយាយថាអ្វីមួយនៅឯណាតើអ្នកនិយាយពាក្យថានៅក្រោមជាភាសាអង់គ្លេសយ៉ាងម៉េច Under ចុះពាក្យថានៅក្នុងវិញចាគឺ In ចុះពាក្យថានៅលើវិញគឺ On ធ្វើបានល្អណាស់ឥឡូវនេះមុនពេលដែលយើងឈានទៅមុខទៀតសូមស្ដាប់នៅសន្ទនាថ្ងៃនេះម្ដងទៀតសិន Where's my mobile phone? Tom, is it under the desk? No. Is it in my bag? No. Is it on my bed? No. Ah, here it is. It's in the kitchen. English is fun On the street តាមដងផ្លូវ ពេលនេះសូមស្ដាប់ការសន្ទនាមួយនេះនៅក្នុងការអនុវត្តផ្ទាល់វិញម្ដងថ្ងៃនេះថមនៅក្នុងការិយាល័យមួយគាត់កំពុងតែលេងល្បែងមួយជាមួយមិត្តភ័ក្តិរបស់គាត់ឈ្មោះថា Charles នៅក្នុងបន្ទប់នោះមានតុធំមួយដែលមានថត 3-4 ថមបានលាក់ទុកនៅសាវម៉ាវមិនថា in on ឬ under the desk នោះទេតើ Charles អាចរកឃើញទេ Okay, Charles, hello. Hello. Now, where is the rambutan? Is it on the desk? No. Under the desk? No. It's in the desk. It's in the drawer. Very good. តើសាវម៉ាវនោះនៅឯណា in the desk គឺនៅក្នុងថតតុហើយដើម្បីឲ្យកាន់តែច្បាស់នោះយើងនិយាយថា in the drawer គឺថតតុ It's in the desk. It's in the drawer. Very good. ឥឡូវនេះពួកគេនឹងបដូរវេនគ្នាវិញម្ដង Charles នឹងលាក់សាវម៉ាវវិញយើងស្ដាប់ទៅមើលតើគាត់នឹងលាក់នៅកន្លែងណា Okay, Tom. Where's the rambutan now? Is it under the desk? No. No. Where is it? Is it, Ah, here it is. It's on the desk, behind the computer. Yes, very good. តើសាវម៉ាវនោះនៅឯណា on the desk គឺនៅលើតុពេលដែលថមពណ៌នានៅទីតាំងជាក់លាក់មួយគាត់បានប្រើឃ្លាមួយថា behind the computer គឺនៅខាងក្រោយកុំព្យូទ័រ Ah, here it is. It's on the desk, behind the computer. Yes, very good. តើអ្នកស្គាល់អាយតនិបាតទេអាយតនិបាតជាពាក្យដែលយើងប្រើសម្រាប់ពណ៌នានៅកន្លែងដែលអ្វីមួយស្ថិតនៅក្នុងភាសាអង់គ្លេសនៅមានអាយតនិបាតសំខាន់ៗផ្សេងទៀតប៉ុន្តែយើងនឹងជួបពួកវានៅពេលក្រោយនៅក្នុងវគ្គសិក្សារបស់យើងនៅពេលនេះហេតុអ្វីបានជាអ្នកមិនសាកប្រើនៅពាក្យ in on under និង behind ជាមួយមិត្តភ័ក្តិរបស់អ្នកសិន
អ្នកអាចសាកល្បងនៅរបស់អ្វីតូចមួយហើយសួរជាភាសាអង់គ្លេសថា Where is it? English is fun. Sound រៀនបញ្ចេញសំឡេង ឥឡូវនេះយើងឈានចូលទៅដល់ផ្នែកមួយទៀតនៅក្នុងកម្មវិធីរបស់យើងគឺការបញ្ចេញសំឡេងនៃភាសាអង់គ្លេសថ្ងៃនេះយើងនឹងរៀនទៅលើសំឡេងពីរដែលមានលក្ខណៈស្រដៀងគ្នាអ្នកទាំងអស់គ្នាប្រហែលជាស្គាល់ Tom ហើយ Hello Tom Hello, Vatana. How are you? I'm fine thank you and you Very, very well. ហើយខ្ញុំក៏ចង់ណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់វងដែលជាអ្នកស្ម័គ្រចិត្តចូលរួមនៅក្នុងវគ្គនេះនៅក្នុងកម្មវិធីរបស់យើងហើយបងអូនរៀននៅថ្នាក់ទី8 Hello វង Hello, How are you today I'm fine saying. ឥឡូវនេះជាដំបូងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់ Tom និយាយពាក្យពីរសិន Bad. Bed. តើអ្នកបានឮនូវភាពខុសគ្នាដែរឬទេឥឡូវនេះខ្ញុំចង់សួរទៅបងប្អូនក៏ដូចជាវងដែរថាតើពាក្យមួយណាក្នុងចំណោមពាក្យដែលថមនិយាយទាំងពីរនេះមានន័យថាក្រែសូមស្ដាប់ Bad. Bed. តើពាក្យទីប្រមាណទៅបងអូន ពាក្យទី2 ត្រឹមត្រូវគឺ Very ពាក្យ good. ទី2ចំណែកពាក្យទី1ដែលថមនិយាយអំបញ្ញមិញគឺមានន័យថាអាក្រក់គឺផ្ទុយគ្នាទៅនឹងពាក្យថា good យើងក៏ធ្លាប់បានឮពាក្យនេះដែរគឺពាក្យថា not bad ដែលយើងបានរៀននៅក្នុងមេរៀនទី3ឥឡូវនេះសូមស្ដាប់ឧទាហរណ៍មួយផ្សេងទៀតហើយស្ដាប់មើលថាតើពាក្យមួយណាមានន័យថាកាបូប Bag. Beg. ដឹងទេវងពាក្យទីប្រមាណទៅ ពាក្យទី1 ចាត្រឹមត្រូវវងឆ្លើយបានត្រឹមត្រូវចុះអ្នកទាំងអស់គ្នាវិញគឺពាក្យទី1 bag មានន័យថាកាបូបចំណែកឯពាក្យទី2វិញ bag មានន័យថាសុំអ្នកទាំងអស់គ្នាចងចាំថានៅក្នុងភាសាអង់គ្លេសវាគឺជារឿងសំខាន់ដែលយើងត្រូវបញ្ចេញសំឡេងស្រៈឲ្យបានច្បាស់លាស់ប្រសិនបើមិនអញ្ចឹងទេអត្ថន័យរបស់វានឹងคล้ายទៅជារបស់ពាក្យមួយផ្សេងទៀតឥឡូវនេះវងក៏ដូចជាបងប្អូនសូមថាតាមថមទាំងអស់គ្នា Bad. bad, Bag. bag, Bed. bad, Beg. bag. ចាធ្វើបានល្អណាស់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាឧស្សាហ៍អនុវត្តនៅពាក្យដូចជា bad ហើយនិង bad ជាដើមពីព្រោះថាវាល្អសម្រាប់ចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់អ្នកទាំងអស់គ្នា និយាយជាមួយខ្ញុំ Talk to me ឥឡូវនេះយើងទាំងអស់គ្នាទៅស្ដាប់ការសន្ទនាថ្ងៃនេះម្ដងទៀត Where's my mobile phone? Tom, is it under the desk? No. Is it in my bag? No. Is it on my bed? No. Ah, here it is. It's in the kitchen. ឥឡូវនេះដល់វេនអ្នកនិយាយជាមួយខ្ញុំហើយខ្ញុំនឹងនិយាយជាភាសាខ្មែរហើយអ្នកត្រូវនិយាយជាភាសាអង់គ្លេសអមជាមួយភ្លេងតោះពួកយើងចាប់ផ្ដើមឃ្លាថាតើទូរស័ព្ទដៃរបស់ខ្ញុំនៅឯណាឥឡូវនេះអ្នកទាំងអស់គ្នាសូមថាតាមទេវីដើម្បីឲ្យប្រកាសថាអ្នកបញ្ចេញសំឡេងបានត្រឹមត្រូវ Where's my mobile phone? ពាក្យថាកាបូប Bag. ពាក្យថាក្រែ Bed. ចុះពាក្យថាផ្ទះបាយវិញ Kitchen. ពាក្យថាតុគឺ Desk. ពាក្យថានៅក្នុង In. នៅលើ On. ចុះនៅក្រោមវិញ Under. ឃ្លាថានៅក្នុងកាបូបរបស់ខ្ញុំគឺ In my bag. ឃ្លាថានៅក្រោមគ្រែគឺ Under the bed. សំណួរថាតើវានៅក្រោមគ្រែឬ
Is it under the bed? និយាយថាវានៅក្រោមគ្រែ It's under the bed. ចាធ្វើបានល្អណាស់អ្នកទាំងអស់គ្នាអនុវត្តបានច្រើនណាស់ថ្ងៃនេះ Keep practicing. អនុវត្តផង សូមអរគុណដែលអ្នកទាំងអស់គ្នាចំណាយពេលវេលាស្ដាប់នៅកម្មវិធីរបស់យើងខ្ញុំ Bye ភាសាអង់គ្លេសគឺរីករាយផលិតដោយ BBC Learning English តាមរយៈអង្គការ BBC World Service Trust និងឧបត្ថម្ភថវិកាដោយមូលនិធិជប៉ុនសហការជាមួយនឹងអង្គការមណ្ឌលគាំទ្រការអប់រំ Kizona